tăng vì một thời gian này chị đại này món được khơi nhà bọt ở đây prey chăn chuột chị prey chăn nó cứ than lông món là bọt năng lại lượt nè và chặt đập bọt năng đây to tận nè này nít to bằng chặt bọt năng tới đập tới vi chô tu cầm sọp và chỉ biết số bom ôn được đồng bản đài sân cùng Facebook tên đồng một tên cái của tên chỉ thị group lành nơi lần nghịch đi dương update poramin bằng tách vẽ pon năng sập hiệp ca nơi chuột chơi prey chăn và cùng ở bề chón sọc ở chơi khai vật mình chơi mà là nghĩaនេះគឺមិនមានអីទេព្រឹកមិញវាមានចូលមកទៅហ៊ានឈុតខ្មៅរួមទាំងទៅហ៊ានប៉ារ៉ាគេហ្នឹងនាំយកគ្រឿងចាក់មួយគ្រឿងយកមកឈូសឆាយដីដែលគេពតបលាលុះយកទឹកមុននេះបោះប្រជាពលរដ្ឋយើងបាទគេធ្វើសកម្មភាពព្រឹកមិញប្រហែលជា1ម៉ោងជាងឥឡូវនេះល្ងាចនេះអត់មានធ្វើសកម្មភាពអីទេបាទអត់មានធ្វើសកម្មភាពអីទេក៏ប៉ុន្តែអ្វីដែលយើងត្រូវត្រៀមនេះដោយសារតែឃើញយប់ល្ងាចមិញនេះគឺអត់ធ្វើសកម្មភាពប៉ុន្តែឃើញឡានដឹកធុងបាសមកទៀតដែរបាទធុងបាសមកទៀតដែរនេះគេហៅថាការរំបកអាចនឹងបន្តការរំខានចាក់សម្លេងធុងបាសហ្នឹងរំខានការរស់នៅរបស់ប្រជាជនយើងបាទហើយអ្វីដែលយើងកោតសរសើរណាអ្វីដែលយើងរំលឹកនៅទីនេះគឺសូមកោតសរសើរនៅវីរភាពដ៏អង្អាចរបស់ប្រជាពលរដ្ឋយើងនៅភូមិជោគជ័យក៏ដូចភូមិព្រៃច័ន្ទទោះបីជាអាជ្ញាធរថៃទាហានថៃគម្រាមកំហែងចាប់ខ្លួនគម្រាមកំហែងរើផ្ទះគម្រាមកំហែងមិនដេញចេញក៏ដោយគឺអត់ចេញគឺនៅរស់នៅក្នុងភូមិឋានរបស់ខ្លួនធម្មតាក្រោមការយកចិត្តទុកដាក់ណាការពាររបស់កងកម្លាំងជួរមុខក៏ដូចជានគរបាលជួរមុខយើងបាទអញ្ចឹងយើងមានមោទនភាពណាស់ដែលប្រជាពលរដ្ឋយើងណាអង្គអាចក្លាហានអត់ទៅណាចោលផ្ទះអត់ខ្លាចការបំផិតបំភ័យណាអត់ខ្លាចការបំផិតបំភ័យទេអញ្ចឹងបានថានេះហើយដែលខ្មែរយើងខ្លាំងបាទខ្លាំងហើយក៏សូមកោតសរសើរនៅវីរភាពអង្គអាចក្លាហានរបស់កងទ័ពជួរមុខប៉ូលីសជួរមុខរបស់យើងរួមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៅទីនោះគឺថាខិតខំទាំងយប់ទាំងថ្ងៃខ្ញុំនៅទីនេះបានខ្ញុំដឹងថានរណាធ្វើការនរណាមិនធ្វើការពួកយើងទាំងអស់គ្នាខំណាស់សូម្បីតែបងប្អូនអ្នកសារព័ត៌មានក៏ខំដែរខំបញ្ចេញសម្លេងទៅឲ្យពិភពលោកបានដឹងណាពិភពលោកបានដឹងយើងមកពីស្ថាប័នព័ត៌មានផ្សេងច្រើនណាស់នៅទីនេះបាទយើងបានធ្វើសកម្មភាពថតផ្សាយបន្តផ្ទាល់នៅគ្រប់ព្រឹត្តិការណ៍គ្រប់ហេតុការណ៍ទាំងអស់ដែលថៃឈ្លានពានយើងអត់មានលាក់បាំងព័ត៌មានអីទេបាទឥឡូវនេះខ្ញុំមានដំណឹងថ្មីមួយដើម្បីជម្រាបជូនបងប្អូនយើងដែលខ្ញុំសម្រេចចិត្ត live នៅថ្ងៃនេះគឺពាក់ព័ន្ធទៅនឹងក្រសួងការបរទេសកម្ពុជាយើងនិងក្រសួងការបរទេសថៃបានធ្វើការជួបប្រជុំគ្នាដោយមានការសម្របសម្រួលពីម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកបាទអញ្ចឹងខ្ញុំសូមអាននៅខ្លឹមសារដែលខ្ញុំដកស្រង់ទាំងស្រុងចេញពីទំព័រ Facebook ផ្លូវការរបស់អាយដាមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសបាទនៅថ្ងៃទី12ខែតុលាឆ្នាំ2025អាយដាមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគីរវាងកម្ពុជាថៃម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកតាមការអញ្ជើញរបស់អាយដាមដាតូសេរីអាន់វ៉ាប៊ីនអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីអង្គប្រជុំបានបង្ហាញពីបំណងប្រាថ្នារួមដើម្បីសន្តិភាពនិងស្ថិរភាពរវាងកម្ពុជានិងថៃក៏ដូចជានៅក្នុងតំបន់ទាំងមូលការនេះបានបញ្ជាក់ជាថ្មីនៃការបដិញ្ញាចិត្តយ៉ាងមុតមមក្នុងការដោះស្រាយចំនួនដោយសន្តិវិធីការមិនប្រើកម្លាំងនិងការគោរពច្បាប់អន្តរជាតិនៅក្នុងសន្ទរកថាបើឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្ដែងការកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះប្រទេសម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកលើកិច្ចខិតខំប្រឹងប្រែងប្រកបដោយនៃស្ថាបនាក្នុងការសម្របសម្រួលកិច្ចប្រជុំចតុភាគីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ពីសារៈសំខាន់នៃការធានានៃការអនុវត្តឲ្យបានពេញលេញនិងប្រសិទ្ធភាពនៅលក្ខខណ្ឌបទជប់បាញ់គ្នានិងកិច្ចព្រមព្រៀងទាំងអស់ដែលសម្រេចបានក្រោមក្របខ័ណ្ឌនៃគណៈកម្មការព្រំដែន GBC គណៈកម្មការព្រំដែនថ្នាក់យុទ្ធភូមិភាគ RBC និងគណៈកម្មការចម្រុះព្រំដែន JBC ដោយសង្កត់ធ្ងន់ថាភាពសុចរិតត្រូវតែបង្ហាញតាមរយៈសកម្មភាពពិតប្រាកដនៅទីកន្លែង
ឯកឧត្តមបយុរដ្ឋមន្ត្រីបានគូបញ្ជាក់ថាក្នុងនាមជាប្រទេសដែលមានស្លាកស្នាមបង្កដោយចំនួនជាច្រើនទសវត្សរ៍ក៏អាចថារាប់សតវត្សរ៍ប្រទេសកម្ពុជាដឹងច្បាស់អំពីផលវិបាកដ៏អាក្រក់នៃសង្គ្រាមការនេះបង្ហាញយ៉ាងច្បាស់ថាហេតុអ្វីបានជាយើងតែងតែចាត់ទុកសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់យើងឯកឧត្តមបយុរដ្ឋមន្ត្រីបានបន្តថាកម្ពុជាបានប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធីអនុលោមយ៉ាងពេញលេញតាមច្បាប់អន្តរជាតិយើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេប៉ុន្តែទន្ទឹមនឹងនោះយើងនឹងមិនទទួលយកការបាត់បង់នៅអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេអ្វីដែលយើងស្វែងរកគឺដំណោះស្រាយប្រកបដោយយុត្តិធម៌មិនលំអៀងនិងផ្អែកលើច្បាប់ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើងក្នុងន័យនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានលើកឡើងអំពីការងារអធិភាពសំខាន់មួយចំនួនដែលភាគីទាំងពីរឯកភាពគ្នានៅពេលថ្មីនេះដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹងកសាងទំនុកចិត្តឡើងវិញពង្រឹងកិច្ចសហប្រតិបត្តិការរួមមានការដកទៅវិញទៅមកអាវុធធុនធ្ងន់ការដោះមីនមនុស្សធម៌ការប្រយុទ្ធប្រឆាំងនឹងប្រតិកម្មឆ្លងដែនការគ្រប់គ្រងការតាំងលំនៅឋានរបស់ជនស៊ីវិលនៅតាមព្រំដែននិងការប្រឆាំងព័ត៌មានមិនពិតជាដើមឯកឧត្តមបយុរដ្ឋមន្ត្រីបានគូបញ្ជាក់ជាថ្មីនៃការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយប្រទេសថៃក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ក្នុងការបំពេញនៅការទទួលខុសត្រូវរួមដើម្បីស្ដារប្រកបដោយភាពសន្តិភាពស្ថិរភាពនិងវិបលភាពរវាងប្រទេសនិងប្រជាជនទាំងពីរបាទនេះជាអ្វីដែលខ្ញុំបានអានខ្លឹមសារទាំងស្រុងដកចេញពីទំព័រ Facebook ផ្លូវការរបស់អាដាមប្រាក់សុខុនបាទគឺក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីណា4ភាគីមានសហរដ្ឋអាមេរិកក៏ចូលរួមដែរខាងថៃមានរដ្ឋមន្ត្រីការបរទេសថៃខាងកម្ពុជាមានរដ្ឋមន្ត្រីការបរទេសកម្ពុជាម្សិលមិញនេះគឺបានជួបប្រជុំគ្នាបាទដើម្បីស្វែងរកនៅគេហៅថាមធ្យោបាយណាមួយដើម្បីបន្ធូរបន្ថយនូវភាពតានតឹងជានិច្ចកាលគឺកម្ពុជាយើងគឺតែងតែប្រកាន់ខ្ជាប់នៅការគោរពដោយអបលក្ខខណ្ឌគោរពដោយមឹងម៉ាត់ម៉ត់ចត់នៅបទឈប់បាញ់គ្នាយើងមិនដែលធ្វើការចល័តតបមិនដែលបង្កើនសភាវុធអីនៅតាមព្រំដែនទេផ្ទុយទៅវិញមានតែខាងថៃប៉ុណ្ណោះដែលតែងតែបង្កហេតុម្ដងហើយម្ដងទៀតការផ្ទុះអាវុធណាបាញ់ផ្លោងឬការធ្វើសកម្មភាពញុះញង់ផ្សេងជាច្រើនលើកច្រើនសារជាក់ស្ដែងករណីចាប់ទាហានកម្ពុជាក្រោយបទឈប់បាញ់គ្នានេះគឺជាទង្វើមួយដែលរំលោភទៅលើបទឈប់បាញ់គ្នារបស់ភាគីថៃឥឡូវនេះមេតបរដ្ឋថៃភូមិភាគ2ដែលទើបនឹងឡើងកាន់តំណែងបានប្រកាសទុកពេល24ម៉ោងដើម្បីវាយយកប្រាសាទតាកបីនិងប្រាសាទខ្នាណានេះគឺជាអ្វីដែលជាការបង្កហេតុមានន័យថារដ្ឋមន្ត្រីការបរទេសថៃបានទៅប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាជាមួយដាក់ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិកនិងម៉ាឡេស៊ីម្សិលមិញត្រឡប់មកវិញបែរជាទាហានភូមិភាគ2ប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជារយៈពេល24ម៉ោងទៀតដើម្បីវាយយកប្រាសាទខ្នានិងប្រាសាទតាកបីបាទឥឡូវបងប្អូនយើងមើលយើងទៅស្ដាប់យ៉ាងម៉េចបើរដ្ឋមន្ត្រីការបរទេសរដ្ឋាភិបាលនិយាយផ្សេងរដ្ឋាភិបាលថៃណាទាហានថៃនិយាយផ្សឹងតើប្រទេសមួយនេះគ្រប់គ្រងរដ្ឋដោយរបៀបណាគ្រប់គ្រងរដ្ឋដោយរបៀបណាឥឡូវនេះមេភូមិភាគគេប្រកាសធ្វើសង្គ្រាមណាវាយយកប្រាសាទខ្នាប្រាសាទតាកបីបាទនេះគឺជាការប្រកាសបំពេញលើបទឈប់បាញ់គ្នារំលោភធម្មនុញ្ញអាស៊ានរំលោភច្បាប់អន្តរជាតិណាយើងឃើញហើយយើងអត់មានដែលទៅឈ្លានពានគេទេប្រាសាទតាកបីជារបស់ខ្មែររាល់ថ្ងៃគឺខ្មែរយើងគ្រប់គ្រងអ្វីត្បិតតែពួកក្បត់ជាតិសំរងស៊ីនិងពួកបំពល់ព័ត៌មានរបស់ពួកប្រឆាំងនាំគ្នាផ្សាយថាប្រាសាទកបីសាតាកបីនេះស្ថិតនៅក្នុងកងការគ្រប់គ្រងរបស់កងទ័ពថៃក៏ដោយនៅថ្ងៃនេះមេភូមិភាគថៃទី2នេះបានប្រកាសកាន់តែច្បាស់ណាគេវាយ24ម៉ោងទៀតគេនឹងវាយយកប្រាសាទតាកបីអញ្ចឹងបើសិនជាប្រាសាទតាកបីនេះស្ថិតនៅក្នុងដៃថៃដោយពួកអក្បត់ជាតិសំរងស៊ីនិងពួកប្រព័ន្ធផ្សព្វផ្សាយរបស់ពួកប្រឆាំងនៅក្រៅប្រទេសវាផ្សាយថាប្រាសាទតាកបីនេះស្ថិតនៅក្នុងដៃថៃមែនថៃវាប្រកាសវាយយកធ្វើអីណាថៃវាប្រកាសវាយយកធ្វើស្អីណាអញ្ចឹងការប្រកាសរបស់ថៃគឺជាអញួរមួយសំពងក្បាលពួកអក្បត់ជាតិដែលកំពុងធ្វើព័ត៌មានបំភ្លៃបំពុលសង្គមយើងនេះណាបំពុលសង្គមយើងនេះណាបងប្អូនស្ដាប់ឲ្យតន់ណាពួកអក្បត់ជាតិណាសំរងស៊ីនេះ
វានាំគ្នាប្រកាសក្រុមបរិវារវាប្រមាណអ្នកហ្នឹងព្រោះអាក្រុមបំពល់សង្គមហ្នឹងវាផ្សាយថាភាសាតាកបីភាសាតាមន់តូចតាមន់ធំអីសាសៀមយកហើយប៉ុន្តែផ្ទុយទៅវិញរាល់ថ្ងៃនេះសៀមប្រកាសវាយយកវិញអញ្ចឹងពាក្យវាយយកវិញបានន័យថាភាសាទាំងអស់ហ្នឹងគឺនៅក្នុងដីខ្មែរអ្នកគ្រប់គ្រងបើសៀមគ្រប់គ្រងសៀមវាយយកធ្វើអីប្រកាសវាយយកធ្វើអីណាអានេះហើយដែលខ្ញុំចង់បញ្យល់បន្ថែមណាបញ្យល់បន្ថែមបាទអញ្ចឹងខ្ញុំតែងតែបញ្យល់ខ្ញុំមិនដែលលាក់បាំងព័ត៌មានទេខ្ញុំចំណាយច្រើនណាស់ពេលវេលាខ្ញុំសេចក្តីសុខផ្ទាល់ខ្លួនខ្ញុំគឺខ្ញុំចង់ដឹងការពិតនៅទីនេះបាទខ្ញុំធ្វើការគ្មានប្រាក់ខែគ្មានតួនាទីក្នុងរាជការគ្មានបនសក្តិណៈអីទេបាទតែដើម្បីបុព្វហេតុជាតិនៅពេលដែលជាតិរងការឈ្លានពានក្នុងនាមជាពលរដ្ឋម្នាក់ត្រូវតែចូលរួមណាមិនបាច់ចាំតតែមានតួនាទីមានឋានៈបនស័ក្តិអីទេយើងជាប្រជារាស្ត្រក៏មានអំណាចការពារទឹកដីក៏មានភារកិច្ចត្រូវរួមគ្នាការពារទឹកដីយើងដែរបាទអញ្ចឹងយើងកំពុងតែធ្វើរាល់ថ្ងៃនេះគឺយើងកំពុងធ្វើដើរនៅលើផ្លូវត្រៃរបស់យើងហើយយើងស្ដាប់យើងទៅទីកន្លែងណាយើងត្រូវស្ដាប់មេបញ្ជាការសមរភូមិនៅកន្លែងនោះមិនយើងរះមិនយើងកសែតមិនយើងនេះយើងចេះទៅធ្វើតាមអំពើចិត្តទេពីព្រោះនៅក្នុងសមរភូមិមួយគេមានមេបញ្ជាការសមរភូមិរបស់គេដឹកនាំបញ្ជាប្រយុទ្ធនៅកន្លែងណាកងទ័ពលេនឋានអីគេនៅកន្លែងណាយើងមិនអាចទៅថតបានទេមិនដូចពួកអាខ្លះវាចេះតែទាថាំងអត់មានទាហានណាបើវាឆ្លាតពេលខ្ញុំឡាយវាមើលឃើញហើយពួកពេលខ្លះខ្ញុំទាញចំប៉ះឃើញទាហានម្ដងម្កាលដែរហើយសំបីតែខ្ញុំចុះទៅឈរឡាយតាមព្រំដែនហ្នឹងក៏ទាហានប៉ូលីសឈរការពារតាមខ្លួនក្រោយខ្លួនខ្ញុំជានិច្ចព្រោះខ្លាចថៃចាប់ខ្លួនខ្លាចថៃធ្វើបាបធ្វើអីហ្នឹងគឺថាកងកម្លាំងជួរមុខយើងគឺការពារយើងគ្រប់ពេលការពារតែប្រើដៃទៅទេអត់ប្រើកាភ្លើងទេបាទព្រោះយើងគោរពបទជប់បាញ់គ្នាណាយើងគោរពបទជប់បាញ់គ្នាហ្នឹងហើយយើងរាល់ថ្ងៃនេះយើងកំពុងធ្វើបានល្អណាស់ល្អយ៉ាងម៉េចទី1យើងទប់ស្កាត់កុំឲ្យថៃបន្តការឈ្លានពានយើងណារក្សានៅស្ថានភាពដើមទី2យើងអត់ធ្មត់មិនប្រើហិង្សាតបតយើងរក្សាបាននៅអាយុជីវិតកងទ័ពអាយុជីវិតប្រជាជនបាទហើយយើងទុកឱកាសឲ្យរដ្ឋាភិបាលធ្វើការងារកាត់ទូតធ្វើការងារច្បាប់អន្តរជាតិណាយើងកំពុងដើរលើផ្លូវត្រូវយើងរួមជាមួយរដ្ឋាភិបាលរួមជាមួយកងទ័ពរួមជាមួយអាជ្ញាធរអញ្ចឹងប្រជាជនមានវិន័យណាកងទ័ពក្លាហានរដ្ឋាភិបាលឆ្លៀសវៃយើងគេចផុតពីសង្គ្រាមគេចផុតពីការស្លាប់ណាមនុស្សដែលយល់ថាមិនក៏មិនបាញ់ទៅណាគេមកហើយមិនក៏មិនបាញ់ទៅអាពួកហ្នឹងសិតតែពួកអាម្ដាយធ្វើការងាររាជការវាអត់ដែលដឹងអីទេក្រៅតែមានទូរស័ព្ទកាចាស់មួយអង្គុយចាំខមមិនថាហ្នឹងវាអត់ដឹងអីទេបាទមិនក៏មិនបាញ់ទៅខ្ញុំថារឿងបាញ់ហ្នឹងចាំតែបាញ់ទេតាមអាអ្នកខមមិនហ្នឹងមកដល់សិនណាអាអ្នកដែលវាខមមិនថាមិនក៏មិនបាញ់ទៅខ្ញុំថាអញចាំឯងមកដល់សិនចាំឲ្យឯងទៅបាញ់ណាដោយឡែកបងប្អូននៅទីនេះគឺគោរពបទបញ្ជាអត់បាញ់ទេអាខ្លះថាមិនក៏មិនបាញ់ជាព្រាមកស៊ូទៅបាទអាខ្លះថាមិនក៏មិនបាញ់កាភ្លើងវាទៅអូមានមតិច្រើនណាបាទអាមតិនេះគឺបង្ហាញអំពីភាពអវិជ្ជាល្ងងខ្លាំងបាទអត់ដឹងថាអ្វីដែលជាការងារដឹកនាំប្រទេសយ៉ាងម៉េចទេយកអារម្មណ៍យកមកនិយាយមើលឃើញនឹងភ្នែកយកការយល់ឃើញខ្លួនឯងយកមករៀបរាប់បាទណាយើងអត់អាចការងារប្រទេសជាតិយើងអត់អាចធ្វើដោយពួកអតែស្កអវិជ្ជាមួយចំនួនតាម Facebook ហ្នឹងទេបាទបើយើងធ្វើតាមពួកវាញុះញង់នេះយើងអត់បានឈរជើងនៅហ្នឹងទេសូម្បីតែខ្ញុំព្រៃច័ន្ទក៏ចូលមិនចុះដែរម៉ោងនេះមិនស្រួលថាមិនដឹងចេញជាស្អីទេអញ្ចឹងការទប់សភាពការឲ្យស្ងប់ស្ងាត់ល្អនេះទុកឱកាសឲ្យថ្នាក់ដឹកនាំធ្វើការងារការទូតនិងការងារច្បាប់នេះគឺមានសារៈសំខាន់ខ្លាំងណាស់បងប្អូនបាទបងប្អូនហើយប្រជាជននៅជួរមុខដែលប្រឈមជាមួយនឹងទ្របកភ្លើងរបស់ថៃក៏គាត់ចង់បានអញ្ចឹងដែរក៏អត់មានចង់បានណាការប្រឈមមុខដោយហិង្សាបាញ់ទៅបាញ់មកទេក៏អត់ទេព្រោះតែគណៈបាញ់ទៅគាត់ត្រូវរត់ចោលផ្ទះរត់ចោលសបែងបាទហើយអាអ្នកថានៅក្នុង Facebook ហ្នឹងបងប្អូនអើយសំបីតែមកព្រំដែនព្រៃច័ន្ទហ្នឹងវាមកផងហើយអារឿងមកព្រៃច័ន្ទនេះវាមានរឿងរបស់វាច្រើនអាខ្លះមកគាត់តែថតរូបមកប្រហោះទៅវិញទៅអញមកដល់ព្រៃច័ន្ទដែរពីព្រោះព្រៃច័ន្ទនេះជោគជ័យនេះគឺជាសមរភូមិក្តៅមានបងប្អូនយើងច្រើនណាស់ដែលពួកគាត់ចូលមកពីចម្ងាយគាត់មកចូលរួមជួយប្រជាជនជួយកម្លាំងជួរមុខណាដូចជាថ្ងៃហ្នឹងអញ្ចឹងអ៊ីញ៉ាញ់គាត់ចូលមកធ្វើបបរណាគាត់មកញឹកណាគាត់អ្នកប៉ោយប៉ែតតិចគាត់ធ្វើបបរតិចគាត់ធ្វើស៊ុបតិចគាត់អីនេះហើយគឺជាទឹកចិត្តរបស់ប្រជាជនយើងដែលរួមចំណែកជួយប្រជាជននៅភូមិព្រៃច័ន្ទក៏ដូចភូមិជោគជ័យក៏ដូចជាកម្លាំងជួរមុខនៅទីនោះណាគាត់មួយថ្ងៃហ្នឹងគាត់មកបបរណាអាហ្នឹងគឺយើងទទួលស្វាគមន៍ទាំងអស់តែអ្នកខ្លះអត់ទេមកពីណាពីណីមក selfie មួយម៉ាត់ចេញទៅវិញស្រួលនិយាយបំភ្លើការពិតនៅទីនោះ
ព្រោះទៅបងប្អូនត្រូវយល់ឲ្យច្បាស់ថានៅព្រៃច័ន្ទប្រៀបបានដូចជាសមរភូមិក្តៅមួយចឹងបាទហើយផុយស្រួយណាស់បើសិនជាយើងគ្មានមន្ត្រីដែលមានសមត្ថភាពបើយើងមិនមានមេដឹកនាំដែលមានទេពកោសល្យណាបញ្ហានៅព្រៃច័ន្ទអាចនឹងคล้ายទៅជាករណីផ្ទុះអាវុធបានណាផ្ទុះអាវុធបានអញ្ចឹងខ្ញុំសូមកោតសរសើរណាមន្ត្រីដែលទទួលភារកិច្ចដឹកនាំនៅព្រៃច័ន្ទជោគជ័យណាបឹងតពួនបឹងអីនេះពួកគាត់ឆ្លៀសវៃណាបាទគាត់ចេះបត់បែនគាត់ចេះសម្របណាកន្លែងណាតឹងគាត់តឹងកន្លែងណាធូរគាត់ធូរណានិយាយចំទៅគឺថាការងារគ្រប់គ្រងដឹកនាំបញ្ជានៅលើសមរភូមិវាផុយស្រួយខ្លាំងណាស់ហើយបើយើងគ្រប់គ្រងស្ថានភាពមិនបានគ្រប់គ្រងមនុស្សមិនបានណាវានឹងអាចផ្ទុះហើយដល់ផ្ទុះគឺអ្នកស្លាប់គឺពួកយើងអ្នកនៅខាងមុខហ្នឹងឯងអាអ្នក like អាអ្នក comment នៅក្នុង Facebook ហ្នឹងវាអត់បានការទេមិនក៏មិនបាញ់ទៅមិនក៏មិនវាយទៅម្សិលមិញហ្នឹងមានបងម្នាក់ប្អូនម្នាក់នៅស្រុកប្រាំងទេមកខ្ញុំក៏លើកគាត់ថាមិនក៏យើងពេលគេតាក់ធំបាសមិនក៏បាញ់ជាពីមវាទៅខ្ញុំក៏សួរគាត់វិញថាបើយើងបាញ់ជាពីមទៅវាបាញ់កំភ្លើងមែនទែនមកងាប់ហើយបើលោកឯងនៅស្រុកប្រាំងនោះណាម្សិលមិញហ្នឹងម្នាក់ស្រុកប្រាំងម្នាក់ទេមកខ្ញុំគាត់ថាពេលវាចាក់ធំបាសចឹងបងវណ្ណៈឯងមិនក៏មិននាំគ្នាទាញកស៊ូជាពីមកស៊ូបាញ់ទៅខ្ញុំថាបាញ់បានតើបាញ់ប្រហែលក៏បានដែរបាទក៏ប៉ុន្តែសួរថាបាញ់តែជាពីមកស៊ូទៅទៅពេលបាញ់កំភ្លើងមកវិញមិនទៅងាប់អាណាអ្នកឯងនៅស្រុកប្រាំងហ្នឹងតែស្រុកខ្មែរអ្នកឯងអត់មកផងណាហ្នឹងមួយគាត់និយាយវិញហេបើវាបាញ់កំភ្លើងមកយើងបាញ់កំភ្លើងយើងវិញខ្ញុំថាបើអញ្ចឹងសង្គ្រាមដដែលហ្នឹងយើងចាំបាច់អត់ធ្មត់ធ្វើអីហើយសួរថាអ្នកឯងមកងាប់នៅស្រុកខ្មែរអត់ផងណាបាទអាហ្នឹងហើយបង្ហាញអំពីអារម្មណ៍ឆេវឆាវបើមនុស្សឆេវឆាវអញ្ចឹងគ្រប់គ្រងប្រទេសអត់បានទេធ្វើមន្ត្រីអត់បានទេខ្ញុំហើយអ្នកឆេវឆាវខ្ញុំហើយអ្នកប្រយុទ្ធបេះដូងអ្នកប្រយុទ្ធអ្នកច្បាំងបាទខ្ញុំកាន់ប្រដាប់អាវុធ30ឆ្នាំជាងហើយខ្ញុំទើបតែបោះបង់ចោលមកកាន់សារព័ត៌មានទេណាបេះដូងខ្ញុំណាក្តៅជាងអ្នកដែលអ្នកខមមិនទៀតក៏ប៉ុន្តែដើម្បីភាពសុខសាន្តដើម្បីអាយុជីវិតកងទ័ពអាយុជីវិតប៉ូលីសអាយុជីវិតប្រជាជនណាគឺយើងអត់ធ្មត់បន្តអត់ធ្មត់តទៅទៀតណាបន្តអត់ធ្មត់តទៅទៀតយើងមិនអាចនិយាយអ្វីដែលណាតាមអារម្មណ៍តាមការយល់ឃើញទាំងអស់នឹងបានទេណាអញ្ចឹងល្ងាចនេះខ្ញុំសូមឡាយបញ្ជាក់បញ្យលអំពីបញ្ហាហ្នឹងតែប៉ុណ្្នឹងទេហើយមួយទៀតខ្ញុំបញ្ជាក់បន្ថែមទៀតពាក់ព័ន្ធនឹងរឿងអ្នកសារព័ត៌មានយើងមានច្រើនអង្គភាពមកចូលរួមខ្ញុំជាមួយក្រសួងព័ត៌មានបានឯកភាពគ្នាធ្វើរោងមួយសម្រាប់ឲ្យអ្នកសារព័ត៌មានមកមានកន្លែងជ្រកមានកន្លែងអង្គុយមានកន្លែងហូបបាយមានអីនៅជុំគ្នានៅហ្នឹងបាទអញ្ចឹងបងប្អូនយើងទាំងអស់មកគឺយើងគោរពវិន័យគ្រប់អីណាអត់មានល្អកកអីជាមួយគ្នាទេមានម្នាក់ពីរនាក់អន់ចិត្តអន់ផ្លើបន្តិចបន្តួចណាយកទៅបរោះអារម្មណ៍នៅលើ Facebook ពួកអាប្រឆាំងយកទៅជេរយកទៅឲ្យខ្ញុំឲ្យទៅជេរខ្ញុំអីជេរទៅជេរអៃដាមប៉ាន់ខេមមិនថនអីជេរទៅព្រោះរឿងដែលវាជេរហ្នឹងវាអត់ពិតទេបាទពីព្រោះពួកខ្ញុំធ្វើការយកបេះដូងធ្វើការណាយកកម្លាំងយកឈាមយកជីវិតមកបដូរធ្វើការនៅទីនេះគឺអត់មានដែលទៅគម្រាមបងប្អូនអ្នកសារព័ត៌មានណាម្នាក់អត់មានទៅបំផិតបំភ័យអត់មានទៅហាមណាម្នាក់ទេណាអាចឲ្យបងប្អូនទៅសួរទៅអ្នកសារព័ត៌មានដែលមកធ្វើការជាមួយខ្ញុំមួយខែនេះណាអត់មានទេខ្ញុំមិនដែលទៅធ្វើបាបអ្នកសារព័ត៌មានណាម្នាក់អត់មានទេមានតែការផ្ដល់មតិយោបល់រៀបចំណាផ្លាស់ប្ដូរបទពិសោធន៍គ្នាចែករំលែកចំណេះដឹងគ្នារួមគ្នាធ្វើការបញ្ចេញសម្លេងទៅក្រៅជាសម្លេងជាតិតែមួយសម្លេងខ្មែរតែមួយណានិយាយអំពីតែអ្វីដែលមានផលប្រយោជន៍ចំណេញដល់ខ្មែរទេហើយពាក់ព័ន្ធរឿង live រឿងអីនេះមិនមែនគ្រប់រឿងសុទ្ធតែ live បានទេពេលខ្លះវាយកមកអុកលុកចាក់ផ្សាឯកសារច្បាប់ប្រទេសវាអីចេះចុះឲ្យយើងទៅ live វាដូចយើងជួយផ្សាយឲ្យវាអញ្ចឹងយើងអាចផ្សាយបានទេយើងអាច live បានទេយើង live តែទាំងធ្វើទាំង live ណាដែលវាបង្កឲ្យធ្វើឲ្យបាត់បង់ធ្វើឲ្យប៉ះពាល់ទៅដល់ប្រយោជន៍ប្រទេសជាតិយើងអាហ្នឹងយើងនាំគ្នាផ្សាយបាទអានេះគឺរឿងសំខាន់ណារឿងព័ត៌មានមិនមែនយើងចេះតែធ្វើទេណែដោយបងអូនឡុងក៏ស្អីគេនេះស្អីឡុង cover ឡុងអីនេះអត់មានអាណាដេញគាត់ទេបាទអត់មានអាណាទេគាត់អារម្មណ៍អន់ចិត្តតិចតួចគាត់ចេញទៅគាត់ទៅប្រហោះលិចកើតទៅពួកប្រឆាំងជេរខ្ញុំពេញទឹកពេញដីទៅហើយសួរទៅឲ្យបងអូននឹងទៅឡាយថាខ្ញុំនេះដែលទៅហាមគាត់ទេអត់ដែលទេតែគ្រាន់តែថាសភាពការនៅជាយដែននៅលើសមរភូមិព័ត៌មានពេលដែលមានសភាពការអីកើតឡើងឧទាហរណ៍ថាសត្រូវគេចូលមកគ្នាតា 4-10 នាក់បែរជាអ្នកសារព័ត៌មានទៅ100នាក់ទៅ50នាក់វាអត់ត្រូវវាច្រើនពេកតែតើណាច្រើនពេកវាคล้ายទៅជាការប្រឈមដាក់គ្នា
chẳng hai ban tha bà kia mau phơi sam sân nét dương tư đã buồn làm nè bay buồn nè ấy chẳng tử buồn tràn với dương tư đừng off về cài đôi mà giờ mấy mấy phun phiệt kia máu khi hà sọc nè thể hiện cái vô cái sai mau tập đi nè bay nè thì mà cái vô nè cái sai mau tập bay nè thì ai bà dương tia tư mà đón tặng hà sọc nè vì là ngất mưa tới khơi kia thay dương tư bằng cò hạt bà chẳng hai bàn dương nè nặng đậm nôm bên chia ca nơi thì nó cứ miền ca phải dập phải dạy phẳng nè bà đầm bay chia viên người bánh há bà chồm bà đấy bùa dương âm miền đại từ ham thì bùa dương thua ở bay cứ bạch giang cứ đầm bay phải cho luôn một bọ chết dương miền tại phu có bắp chết sao mà si phu bà chăng có bắp chết năng tê mà ngày với mong coi nhung nhung ao dương vay tư ế nhom chọn ao về vay đâu về mò cành gặp lương nhom xong rồi ta bị ba ao vô gặp lương cái vay thì ai chọn vay mà vay mà đôi phật manh cho môi lúc nhung gặp phong tà lai sập ca nơi prey chắn vì trồ màu thắng lại ban phải giỏi ấy nè lại ban phải giỏi ấy nhom tha nhom lại đầm bay áo phải chia chun mẹ đăng áo bị phúc lúc dương đăng tha thay cầm phong liên biên dương nè hay dương ca ngắt nghiêm bao dương mình men dương cho tranh tê dương rẽ xa dụ chỉ vật con top rẽ xa dụ chỉ vật poli phải chia chun dương nè túc ở ca ở nặng đập nôm bao dương quạt thưa ca ta mà chịu bài ca tu bắp ăn rạ chết dương mà ách thưa ta mà rong dương ô vay tư banh tư xuôn là na này banh là na này slap phải chia chun dương con top dương nè chân ấy ca ắt mút nè ca đập nôm đau chỉ vay bao sầm đạch ở đây này tập tu ban ca cao từ xa pi bật thiên này tập đây làm đấy chứ đại sầm đạch oi đầm này chỉ vứt mà nó buồn nè buồn sập hiệp ca nơi tiên đi phơi xuôi nè bong ồn khi nhom nơi mà khai ở tay nào đây tiết tranh tiết đây khi nhom mang ngút tắc mà plét tập lập tao vinh để giúp năng này bày can chỉ mỗi bong ồn dương đó giúp người nét ra phò miền dương nè phơi xuôi nè chẳng ai bàn nhom tập xa ai làm bàn khai mình thòn tập xa ai làm ôm để tẩy nè nằng bong ồn mình tẩy mẹ con mà chỉ nuôi thiết mà chỉ nuôi thiết bộ quạt không nè thời gian nào mình chia nơi sập hiệp ca cùng ao phải chôm đặt cái này đòi vụt ai bà dương thưa ta mà rõm phụ dương trong nè đặt tư vì mình xua tê bong ồn còn là bong ồn mà đòi tiền đi bạn bong ồn dương đăng nè ai nhóm mình men từ lẹ băng po là miền tê nhóm máuนี่คือดำไปใจผมเลยจะบองโอนยึดดังดับออกเนี่ยบ่าสำคัญบอมพอดคือเอาปีพบลูกยึดบานดังฐานแน่ไทยกำปองแต่ชิลินเป็นยืนไทยเนี่ยกำปองแต่รำลบเลือบัดชุบปังที่เนี่ยนะโดยจะแสดงในสมัยรถไอ้รำรถไตรกระทรวงการบริการบุชียืนไอ้รำประสคอนเตอร์ประชุมจุ่มวยนั้นรถไตรการบริไทยพร้อมการสำรวจหรือเปล่าประเทศมาเลเซียนั้นประเทศอเมริกก็ปันใต้เมตภูมิเพียไทยหรือว่าไทยใบเชียประกามาพยบุญมองใบโยประสาทคณะนังประสาทตากระใบได้เชียประสาทโดนตาหรือว่าขมายในเลือดได้ไหมเฮ้คือเกลือลบเลือดบัดชุบบังที่นี่นะเกลือลบทอมนุษย์ยาเสียนเกลือลบฉบับอันตรายเชียเกลืออัศดับนั่นนะบ้าไอ้จังคือต้องรัฐพิบาลไทยนั่งเหมือนนั่งหน้าเมย์หน้าเก้าเวียดโดยกระดามได้จังเอ๋นะบอลอะไรนั่งอ่ะแต่ยังจังเอาไปพบลูกบานเถิงอะไรนั่งอ่ะแต่ยังถ่ายยอมหมอกทรายนะbiết đây cái đam ra chừng nghề chẳng là lấy bây giờ mình đăng tên gì mũi nó ở về trời bật rọn trái cá bỏ tên gì trẻ chẳng ai phải thu phải thói phiếp tàn tầng xếp ta chi dân hôm đó tên quánh mê tọp và ca thăm mà phải buồn mong thế bây giờ sạt na sạt ta bây giờ là bong ôm bị cha na mới là na bong co hết dương này chỉ nẹt rong cua nè dương trong áo dương trong bàn sóc dương trong bàn son để phiếp dương ở trong cho băng thế của dương cho băng cho ai thôi nè dương cho băng cho ai thôi chẳng ấy số mọi bong ôn mà chậm luôn đây mà ngay khơi thầm mân vay tay slot mẹ mình banh tay bà banh mong nè các bạn này bong ôn nhóm mai bảy đồn này banh nhóm cănกับเรื่อง3 10 năm chiên bong ôn nhóm tâm thưกับแสประมาณnămนี้ទេប៉ុន្តែវាគ្រោះថ្នាក់យើងរួមគ្នាស្ដាប់រាជរដ្ឋាភិបាលស្ដាប់កងទ័ពណាស្ដាប់អាជ្ញាធរយើងអានឹងយើងឈ្នះហើយណាបងប្អូនយើងឈ្នះហើយណាយើងកាន់តែស្ងប់ស្ងាត់យើងកាន់តែឈ្នះឥឡូវឃើញទេគេគម្រាមកំហែងយើងណាថ្ងៃ25កញ្ញាគេថ្ងៃ26កញ្ញាគេថាគេនឹងចូលមកចាប់ប្រជាជនយើងនៅភូមិប្រច័ន្ទភូមិជោគជ័យថ្ងៃ10គេគម្រាមថាគេនឹងមករុះរើផ្ទះយើងរហូតដល់ថ្ងៃ15ឥឡូវនេះយើងថ្ងៃ13ថ្ងៃនេះណាគឺអត់ហ៊ានទេហើយប្រជាជនយើងគឺអង្គអាចក្លាហាន
nơi nông tè nơi nông phun than rùm kia cà phê phun than ấp khai ca cầm riêng cầm hai như là bỏ anh nhà thô thấy được thì hiện thầy thì hai con top chua mốc là bao dương cứ chưa rồi nén cà phê ở chia chôn dương nơi tam nằng còn ở nhà khác ta mấy con mình khơi top ồ mày ở nhom nắng mà thọt lên là than top ở lục anh khơi nè ở khơi ắt bàn thì mà trong là na tha ai tha tới nhom ắt phải tranh cái po miền con top po miền lên là than này dương ấp dương trái cá cà phê sập bắt phép con top dương đài nè nè dương phải cà phê đài chẳng á xong rồi bong ôn dương tậpสมรู้ละรำอัดมดต่อตะเกียบนะให้ตะเนมาช่วยมาเลี้ยงยำพองยำในนี่อัตนาเต้นะในประจันโชคใจนั่งแห่ไหลนี่ลายจอบนี่ตีเบียดสมบัติหายยำสมtừ hộp bài hộp tập em mà plétยำtranh từ bình hai bàยำtranh từ bình hai chẳng thế dụngนี้ยำสมลายปันนังhayสมมันจับการไล่สมออกคนบองโอนออกเนี่ยแต่บานโจรวมนะดับดิเราทาพิบาลดับกองตอบยืนนะดับใบประโยชน์รวมต่างๆนี่บางปอนอายุชีวิตจิตเราบอกยืนคือทัดในเลยเพียบอัดหมดบอกยืนยังไงให้เพียบอัดหมดนี่เหมือนเป็นในท่ายืนจำส่งไปแต่เกโจดอลเลยนะทานบางยืนงอกไปยืนอัดเตยยืนเมียนปัดต้นหอมมายืนถามมาดอลทำหน้ายืนถือเผลอสัตว์กาปีกล้วนนะบางปอนอันนี้อายุอะไรนั่งมันแมนเท้าอัดหมดเราดอลเกถือไอ้เสียชัดอัดบานนี่ยืนเมียนนะกูการยืนมีนขดับนอมยืนกับน็อตได้ค่ะทำหน้ายืนถือถือไม่กับน็อตมาทำหน้าทำเลยถือถือไม่ป่ายืนมีนอ้อยยืนเหมือนแมนยืนเหมือนแมนกึศโดยพวกกระบอกเจี๊ยบพวกไปช่างไปนอมเนี่ยกึศตัดพิเศษที่มันไงเยอะป่าจังยุคนี้ยำส้มหรือเงี้ยนี่ยำส้มประจับการอะไรเป็นนั่งให้ส้มออกต้นส้มจุดเรียบบางคนต่างๆเนี่ยป่า